ការដើរលេងជាមួយគ្រួសារគឺជាពេលវេលាដ៏ពិសេសនិងមានតម្លៃដែលអាចជួយពង្រឹងសម្ព័ន្ធភាពគ្រួសារបង្កើនការយល់ដឹងពីគ្នានិងបង្កើតអនុស្សាវរីយ៍ល្អៗមិនថាកម្មវិធីនោះសាមញ្ញឬអស្ចារ្យទេពេលវេលាដែលចំណាយជាមួយគ្រួសារគឺមានតម្លៃជាងគេចំពោះគ្រួសាររបស់ខ្ញុំផ្ទាល់ក្រោយពីយើងសម្រាកពីការងារធ្វើការច័ន្ទដល់ศุកร์សៅរ៍អាទិត្យពួកខ្ញុំតែងតែនាំកូនមិនថាទៅដើរលេងសាទៅនៅឬមួយក៏ជូនពួកគាត់ទៅលេង playground ឬក៏ water park អីទេបាញ់បាននឹងមានអីគេគាត់នឹងឡាតន្មែនกันនេះលេចូលអាបាទអត់ទៀតទៅចូលនេះដាំជ័រតាចាំទៅចូលហត់តែលឺចាស់គាត់និយាយថាស្រឡាញ់កុំអោយដឹងចិត្តតែសម្រាប់គ្រួសាររបស់ខ្ញុំស្រឡាញ់គឺស្រឡាញ់ក្តីស្រឡាញ់ដែលចេញពីទង្វើគឺជាសេចក្តីស្រឡាញ់ដែលបង្ហាញដោយសកម្មភាពពីឪពុកម្ដាយទៅកូនមិនមែនគ្រាន់តែយើងនិយាយឲ្យចោលវាជាភាសាដែលស័ក្តិសមដ៏ជ្រាលជ្រៅដែលអាចជួយឲ្យកូនយើងមានអារម្មណ៍ថាត្រូវបានប៉ាម៉ាក់យកចិត្តទុកដាក់និងយល់ថាខ្លួនឯងនឹងមានតម្លៃសម្រាប់ប៉ាម៉ាក់